អាកាសយានដ្ឋានអន្តរជាតិដេជោដែលជាស្នាដៃដ៏ធំនិងជាមោទនភាពថ្មីមួយរបស់កម្ពុជាគឺបានប្រកាសដោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី20 ខែតុលាឆ្នាំ2025ក្រោមអធិបតីភាពរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតបងប្អូនទាន់ឆ្លៀតឱកាសគេបើកសម្ពោធដំណើរការខ្ញុំបាននាំកូនក៏ដូចជាគ្រួសារទៅមើលសមិទ្ធផលថ្មីរបស់កម្ពុជានិយាយទៅពេលដែលចូលដល់ទីលានប្រលានយន្តហោះនឹងភ្លាមគឺខ្ញុំមានអារម្មណ៍រំភើបមែនទែនបងប្អូនចំពោះទីធ្លាដែលទីតាំងប្រលានយន្តហោះនឹងគឺធំទូលាយមែនតើបូករួមទៅនឹងខ្យល់អាកាសបរិសុទ្ធជាពិសេសគឺសួនច្បារតែម្ដងគឺកន្លែងទៅណាក៏ពណ៌បៃតងដែរហើយចំពោះដំបូលប្រលានយន្តហោះវិញគឺភ្លឺថ្លាដូចពណ៌មាសអញ្ចឹងហើយមានពន្លឺគ្រប់គ្រាន់ដែលចូលទៅធ្វើឲ្យយើងមានអារម្មណ៍ថាស្រឡះល្អមែនតើបូករួមជាមួយនឹងរូបព្រះពុទ្ធដែលមានសម្រស់គួរឲ្យជាទីគោរពសក្ការៈហើយនិយាយទៅទាំងចាស់ទាំងក្មេងគឺគាត់មានអារម្មណ៍រំភើបចំពោះសមិទ្ធផលថ្មីរបស់កម្ពុជាដែលបើកសម្ពោធជាប្រើប្រាស់ជាផ្លូវការនៅពេលនេះមែនតើបងប្អូនហើយខ្ញុំរំពឹងថាប្រលានយន្តហោះថ្មីនេះនឹងក្លាយជាសមិទ្ធផលដ៏គប់ប្រសើរនិងជាអាកាសយានដ្ឋានដ៏ធំសម្រាប់តាក់ទាញភ្ញៀវទេសចរក៏ដូចជាតាក់ទាញការវិនិយោគគ្រប់ទិសទីផងដែរបងប្អូនជាពិសេសអាកាសយានដ្ឋាននេះក៏ជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាច់លើវិស័យទេសចរការទូតនយោបាយនិងវិស័យជាច្រើនទៀតដែលមិនអាចខ្វះបានគណៈពលានថ្មីនេះរបស់កម្ពុជាក៏អាចនឹងទទួលជើងហោះហើរខ្នាតអន្តរជាតិជាច្រើនជុំវិញពិភពលោកផងដែរបងប្អូននិយាយទៅប្រលានយន្តហោះនេះគឺយើងធ្វើត្រឹមតែដំណាក់កាលទី1យើងហើយបានប៉ុណ្ណឹងក្នុងទុនវិនិយោគជាង$1,500 លានបងប្អូនតែចំពោះជំហានទី2ជាបន្តបន្ទាប់ទៀតនឹងរដ្ឋាភិបាលនឹងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ទៀត